គុណបាទដោយលោកគ្រូកែវវត្តទៀតណាដាក់មករបស់ហើយសងខាននៅឡើយដល់ខ្ញុំវិញម្ដងបាទក៏សូមជម្រាបសួរអូដល់លោកឲ្យបាទទាំងសងខាងបាទក៏ដូចជាបាទញាតិដែលបានចូលរួមក្នុងកម្មវិធីបកាត់សក់បង្កក់សេរីថ្ងៃនេះផងដែរជម្រាបសួរតែអូទៅដៃចុះចុះលាក់ដៃចុះបាទអ្នកកដោសក់បាទយើងក៏ញឹមបាទជពះពូហងក៏មកពូថោកតណាហើយខាងនេះទៀតអូយខាងនេះទៀតអៅថ្ងៃនេះកំឡោះយើងខាងភូមិនេះក៏កុំណោះទៅបងកុំណោះបាទខ្ញុំចង់វគ្គដែរបាទគុំចឹងជំរាបសួរបាទលោកដេបាមិនបាត់ដំទុះអវលដាក់ម៉ៅគូបាទហើយថ្ងៃនេះសប្បាយចិត្តទេរៀបពិធីមង្គលការកូនសប្បាយឃើញមុខក៏ដឹងថាសប្បាយដែរហើយថ្ងៃនេះរៀបពិធីមង្គលការកូនរៀបប្រមាណតុកទៀត90តុកយ៉ា90តុករៀនមុនដែរឪបាទអាកាលឪពុកខ្ញុំរៀនតែ60តុកឯងតែនិយាយយកកាច់ដូរប្រធានបទទៅខាងពុកខ្ញុំរៀនតែ40អី60តុកឯងទទួលភ្ញៀវបានតែ30តុកបាត់ឪក៏កំងឈឹងអូយទៅភ្ញៀវមក7មក8ដល់ហើយភ្ញៀវពុកខ្លាំងណាស់ម៉ែសប្បាយដើររហ្មងរឪជួបបាត់ឪវានឹងទៅណាម៉ែจะដើរកន្លងចុះកន្លងឡើងដើររភ្ញៀវពុកសប្បាយនឹងឃើញណាអត់នៅនោះកបាយដំវល់នោះពងដើមតោដើមទៅទៀតចូលចឹងសាប់ម៉ែស្រែកថាឯងប្រញាប់ទៅឥឡូវភ្ញៀវពុកខ្លាំងប្រញាប់ទួភ្ញៀវផ្សាយមកវិញហ្មងអូអាណាស៊ីអីស៊ីមិនម៉ែអញទៅមកយោ30កែវហើយខ្លាចទៅ30កែវទៀតចឹងឪ90តុក90កែវបាទមិនទៅទៅមករោងបានហើយចូលពេកបាទមុខឪបាក់កែវឯងមុខនេះកៅច្រវឹងមកដែរបាទហើយក៏ជំរាបសួរខាងនេះកំឡោះខ្ញុំឪទៅសួរឪទៅសួរបាទឪទៅសួរឪហើយឪថ្ងៃហ្នឹងមកការចៅឪណាការចៅឪហើយឪចិត្តចូលឆ្នាំឪលេងពណ៌សក់ទៀតណាមេញដាក់ពណ៌ហមឪដាក់ពណ៌សអីមិនចាញ់មេញម៉ាម៉ានបាទហើយថ្ងៃនេះអត់មានធ្វើការរងចាក់ធ្វើអីឪលេងថាដាក់ច្បាប់មួយថ្ងៃឪណាអូដាក់ច្បាប់មួយថ្ងៃឲ្យតកាចៅអស់ប្រហែលធនធានប្រហែលក៏ស្ដាយពេលវេលាក៏មិនស្ដាយដែរឪណោះបាទឪថាអស់ប្រហែលអស់10000 20000ក៏មិនស្ដាយដែរមិនចឹងឪណោះឪគាត់អត់ស្ដាយទេព្រោះមិនមែនលុយគាត់ទេលុយម៉ែខាងណាផងបាទហើយក៏សូមជម្រាបសួរអ្នកកំដរទាំងសងខាងនេះពូទៅណាអានេះក្បាលអានេះគូតអានេះទៅមុខចេះណាគាត់ឯងទៅខ្ញុំជើងមកដោះមកជើងមិនទេទៅសួរមកតិចទេបាទហើយញ៉ាំក៏រងមកធ្វើអីដែរទៀតធ្វើអីគេចាំទូរំឡធ្វើអីគេអូធ្វើតែកំដរបាទយើងមើលកន្លងទៅកំងយើងស្អាតអត់សមអត់ទឹក3នាក់កន្លែងស្អាតអត់ទឹក3នាក់កន្លែងស្អាតអត់ចេះនិយាយហ៎ទៅអានោះវិញទឹកក្បែរនោះវាច្បល់ត្រូវប៉ាន់មកច្បល់ព្រីខ្ញុំដែរណាឃើញខ្មៅចឹងណាបើសិនជាម៉ូតូត្រូវប៉ាន់ណាអាសង់026បាទអូជំរាបសួរទឹកច្បល់ស៊ីគ្នានេះបាទហើយថ្ងៃហ្នឹងក៏រកមកធ្វើអីដែរអ្នកកំដរហើយមើលកន្លះមុនល្មមស្អាតអត់ឲ្យសមនេះអត់សមកញ្ញា3នាក់ស្អាតអត់ស្អាតលេខតគាត់មកគឺគេខំបសាអត់បសាលើស្អាតទេបាទគុណដល់ថ្ងៃនេះបាទការពឹងពោអំពីបព្វអិនភេទរាជពឹងពោចំបាត់ជាបឡងតងនៅទេវតាឲ្យនាំយកកត្រៃមាសក្រាស់ប្រាក់និងទឹកអនន្តស្រះជួលទៅខាងកដាលប៉ុន្តែគិតថាម្នាក់ឯងដូចជាមិនសមអញ្ចឹងគិតទៅហៅអូនពិធដាជាដៃគូមកភាសាគ្នាបន្តិចមើលទើបធីតាពើអូនបាទគ្រូភ្លេងសុំសើវ៉ាល់ទេធីតាសំណប់ចិត្តណាបងហៅវងមិនមានកិច្ចការតើអូននាងនៅទីកន្លែងណាអញ្ជើញទេធីតាមកជួបមកតែហើយប
របស់ខ្មែរយើងថាបើជាប្រពៃណីខ្មែរទៀតអញ្ចឹងបើជ្រុលថាជាស្រីបាទប្រពៃណីជាខ្មែររបស់យើងយកខ្មែរមកជាប់មកជំរាបសួរមកមិនជំរាបសួរគាត់នៅជំរាបសួរគាត់តាមហូតាមហែបាទជំរាបសួរបាទលោកមេបាបងអ្នកតាម4អង្គហ្នឹងជំរាបឲ្យយើងតិចទៅអ្នកមានកូនយើងណាអ្នកមានកូនបាទមានកគាត់ក៏បានហៅយើងមកយកលុយដែរអញ្ចឹងទៅពាក់តិចឲ្យយើងតិចឲ្យមិនអីដែរបាទនារីខ្មែរទៀតណាអូនណាគេថានារីខ្មែរឲ្យដាក់គ្រាប់បាទងើបទៅវាស្កអញ្ចឹងយើងឲ្យទៅចិត្តតែគោរពទៅប៉ុន្តែបងជាបរិសុទ្ធខ្មែរកូននេះវាខុសពីអូនឯងអូនឯងឲ្យទៅវាដាក់គ្រាប់តែខ្ញុំតែហ៊ានតែឲ្យទៅវាបែកចកៀបគាត់មកវិញហ៎វាខុសគ្នាអញ្ចឹងតែបានគៀបធ្វើម៉េចបងត្រូវមកគឺត្រូវដាក់ឲ្យគៀបអញ្ចឹងមិនគៀបតែបងទេគៀបណាគេទៀតឲ្យក៏គៀបដែរគៀបដែរមិនជឿសួរឲ្យក៏គៀបដូចគ្នាមកខ្ញុំសួរប៉ាតិចមើលទៅសួរប៉ាប៉ាគៀបគ្រាប់ដែរមែនប៉ាគៀបដែរឲ្យគៀបដូចគ្នាណាគៀបដែរបាទគ្រាប់អីណែខ្ញុំមិនបញ្យល់តិចមិនបងមិនលោកគ្រូកៅវត្តបថាគុណម្ដាយមិនមាន12បាទដោយការចិញ្ចឹមបីបាច់ដែលដោះអសងខាងគឺស្មើនឹងឈាមទៀតណាបាទចិញ្ចឹមបីដាប់បថាសាកូនប៉ុន្តែខ្ញុំដឹងពីគុណ21របស់ឪពុកវិញមិនបងមូលហេតុអីបានឪពុកមានគុណ21ខ្ញុំដឹងពេលដែលម៉ែកពូពុះនឹងហៅថាកូនខ្ចីកូនខ្ចីចឹងអ្នកចិញ្ចឹមបីបាច់គឺថែរក្សាគឺនៅលើឪពុកបាទការរស់ស៊ីទាំងអស់បាទនៅលើឪពុកទាំងអស់អញ្ចឹងដៃទាំងសងខាងនេះយឹករាប់អត់រាប់ឲ្យឈោបងរាប់ឲ្យមើលដៃមួយខាងមិន5ហើយមួយខាងទៀតមិន5ហ្នឹង5មួយជើង5មិន5ពុកនោះនេះមិន20តែ10លើក្រោមមិន20ចាច្បាត់មួយទៅណាបាទចុះមែនទេបាត់មួយទៅជុំ5 10នេះ10ហើយអូណែអូបងមកថាបាត់មួយនៅគៀបអានេះមកក្រោយរកឃើញសិនបាទជំរាបសួរគាត់ឲ្យកន្លែងខាងនេះទៀតអត់ឯងមើលទេទូអញខ្ញុំស្រស់ណាសាច់ធូរមកបានមើលសិនចុះកំមុំយើងអាថ្ងៃគង់អាឆ្អាតណាបាទគង់បាទជំរាបសួរគាត់ហើយជំរាបសួរកញ្ញាបាទហើយមកឈ្មោះអីបាទមកអីរៃស្គាល់អត់ទេអត់ស្គាល់ទេចាអត់ស្គាល់បងប្រាប់ចាខ្សែចឹងសិនអូចង់មកធួចិនសុតចិនសាច់ចឹងតកូលជូចាំជំរាបសួរគាត់មួយអាប្រាប់មានមុនគេនេះជូរីអូក៏ញោមទៅជូរីចង់បាទកដាលនេះជូអែបអូជំរាបសួរកញ្ញាជំរាបសួរគាត់ហៅគាត់ថោចុងក្រោយគេនោះមុខមួកន្លងដូចកង់កោយន្តនោះហ្នឹងហេមិនទៅកង់កោយន្តមិនថាកង់ដួងរខែដល់អមាត់ជូដែរជូផុតលេខជូញ៉ាញ់ហេហើយក៏ទៅជូញ៉ាញ់វិញខាងនេះក៏ចិនដែរអូបាទចិនតែទឹកពីរនាក់ខាងនេះចាមួយនោះភ្នែកតូចមិនមែនចិនទេមកចង់ខ្ញុំសួរម៉ែគាត់ហើយម៉ែថាច្បាស់យកមិញគេថាតកោជីងបាទមុនគេនេះជីងប៉ាវអូជំរាបសួរលោកប្រុសជីងប៉ាវបាទកដាលនេះជីងអូជំរាបសួរលោកប្រុសជីងអូចុងក្រោយគេនោះក៏លើមកជីងចក់មិនក៏ថៃចាំក្រោយមិនថៃកូនចិនណាដល់ថ្ងៃនេះអូនណាចាំបងការពឹងពងពីវិនទេពឹងពងយើងទៅពីរអ្នកជាប្រឡងតង់នៅទេវតាចុះទៅឋានកណ្ដាលដើម្បីយករបស់របៀបលក្ខទៅចុះទៅឋានកណ្ដាលប៉ុន្តែយើងមិនទាន់ច្បាស់បាទមិនទាន់ដឹងថាបាទកូនលោកបិបារាជវិធីមង្គលការនៅភូមិណាទេអញ្ចឹងយើងបោះកញ្ចាក់ឋានទៅឋានកណ្ដាលតែម្ដងខ្ញុំបាទសូមរំលឹកគិតកូនដល់សក្ការៈទេវរាជតែជាស្ដេចទេវតាបើខ្ញុំបួងសួងហើយកាលណាសូមកញ្ចក់មាសបាទបានដោយសេចក្តីបងប្រាថ្នា